រឿងមិត្តល្អនីយ៉ានិងដាវីជាមិត្តរបស់គ្នាពេលនោះដាវីក៏បានមកមុតទឹកនាងក៏បានមុតទឹកហើយនាងក៏បានដើររកអាវពាក់ហើយនាងក៏បានដើរចេញទៅក្រៅដើម្បីមកស្រូបយកខ្យល់អាកាសហើយក៏ជិះដល់ពេលថ្ងៃហើយនាងក៏បានដើរចេញមកទៅរកបន្ទប់មិត្តភក្តិនាងដែលបានស្លាប់ទៅដារីបានស្លាប់ទៅយូរជាង2-3 ឆ្នាំហើយនាងក៏បានដើរចេញទៅវិញហើយនាងក៏បានចុះទៅខាងក្រោមដើម្បីទៅរកអីញ៉ាំហើយនឹងកន្លែងនឹងគឺជាកន្លែងដែលគេកោបសាកសពដារីរីយ៉ាក៏បានឡើងទៅលើហើយនាងក៏បានមកដល់កន្លែងនៃកោបសាកសពរីយ៉ាដារីយ៉ាក៏បានជិះឡានដើម្បីទៅរកទិញអាញ៉ាំហើយនាងក៏បានជិះឡានទៅដើម្បីទៅរកអីញ៉ាំបាញ់ជាប់ Wi-Fi ទៅរកអីញ៉ាំនៅកន្លែងពូស៊ូស៊ីគេក៏បានចូលមកកន្លែងឈប់ឡានដារីជាក្មេងស្រីម្នាក់ដែលរូបរាងជាខ្លាំងនូរីអាត់ស្អីនាងក៏បានដើរទៅទិញពីពូស៊ីនេះនាងក៏បានទិញហើយនាងក៏បានជិះឡានទៅវិញដារីហ្នឹងក៏ដូចអត់សូវជក់ថ្នាំដារីក៏បានដើរទៅឡានដើម្បីជិះទៅឡានផ្ទះវិញហើយនាងក៏បានកាត់ដើម្បីឡើងទៅលើទូដើម្បីចូលផ្ទះនាងនៅឯលើហើយនាងក៏បានដល់ផ្ទះនាងក៏បានយកឡានទៅទុកនៅឯក្រោមផ្ទះហើយនាងក៏បានឡើងទៅលើផ្ទះវិញហើយនាងក៏បានមើលភ្នូដារីផងដែរហើយឌីយ៉ាក៏បានឡើងទៅផ្ទះដើម្បីទៅញ៉ាំអាហារដែលគេទុកទិញមិញនោះវីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងទេបាយបាយ